ណែខ្ញុំលាពួកឯងទៅផ្ទះមុនហើយណាអញ្ជើញទៅចោះមកទេធ្វើដំណើរប្រយ័ត្នប្រយែងផងតោះ7ឆាប់ឡើងមកសម្លាញ់ទៅហើយម្ទេសនិងអំពិលដើរចេញពីសាលាធ្វើដំណើរត្រឡប់ទៅផ្ទះវិញពួកគេដើរកាត់តាមផ្លូវក្នុងព្រៃសែនស្ងាត់ជ្រងំម្ទេសហាគ្នាថាផ្លូវនេះស្ងាត់ជ្រងំគួរឲ្យខ្លាចខ្លាំងណាស់គ្នាដូចជាភ័យមិនដឹងទេនេះអើយវាគ្មានស្អីនោះទេឯងកុំខ្លាចច្រើនពេកឆាប់ដើរឲ្យលឿនមករំពេចនោះពួកគេបានជួបនឹងឆ្កែចចកមួយក្បាលជើងជាប់អន្ទាក់ព្រានព្រៃអូយម្ទេសអើយឆ្កែចចកធំណាស់ធ្វើយ៉ាងម៉េចទៅសម្លាញ់ធ្វើយ៉ាងម៉េចទៅអើយមានធ្វើយ៉ាងម៉េចទៀតមានតែផ្លូវរត់នឹងហើយឆាប់រត់ឲ្យលឿនទៅឈប់សិនអ្នកទាំងពីរឈប់សិនទៅខ្ញុំជាប់អន្ទាក់ឈឺខ្លាំងណាស់សូមជួយខ្ញុំផងអូយមេត្តាជួយដោះលែងខ្ញុំផងទៅមកតែហាពួកយើងគិតយ៉ាងម៉េចទៅឆ្កែចចកវាស្រែកហៅឲ្យពួកយើងជួយហើយណោះណែ7យើងមិនអាចជួយវាបានទេឯងក៏ដឹងដែរថាឆ្កែចចកវាជាសត្វសាហាវយ៉ាងណាបើយើងជួយដោះអន្ទាក់ឲ្យវាតែវាត្រឡប់មកស៊ីពួកយើងវិញនោះពួកយើងមិនស្លាប់ទៅហើយទេអីត្រូវហើយប៉ាត់មែនហើយណែឆ្កែចចកយើងមិនអាចជួយឯងទេអត់ទេខ្ញុំមិនស៊ីអ្នកទាំងពីរទេខ្ញុំសន្យាផ្ទុយទៅវិញបើអ្នកទាំងពីរជួយដោះលែងខ្ញុំចេញពីអន្ទាក់នេះបានខ្ញុំនឹងនាំផ្លូវអ្នកទាំងពីរទៅជីកយកកំណប់នៅក្នុងព្រៃនៅទីនោះមានទ្រព្យសម្បត្តិច្រើនខ្លាំងណាស់ឯងថាយ៉ាងម៉េចនឹងឯងដឹងថានៅទីណាមានកំណប់មែនទេពិតមែនហើយខ្ញុំដឹងកន្លែងច្បាស់ទៀតផងមកតែហាកុំបថុយអីគួរឲ្យខ្លាចណាស់សម្លាញ់មិនអីទេ7ពួកយើងជួយដោះអន្ទាក់ឲ្យវាទៅបន្តិចទៀតវានឹងនាំផ្លូវពួកយើងទៅជីកយកកំណប់ហើយទ្រាំបន្តិចទៅណាសម្លាញ់ដើម្បីភាពមានបានរុងរឿងនោះអីក៏បានអញ្ចឹងជួយគ្នាដោះអន្ទាក់ឲ្យវាទៅអំពិលនិងម្ទេសក៏ជួយដោះអន្ទាក់ឲ្យឆ្កែចចរួចរាល់ហើយឆ្កែចចកឯងឆាប់នាំយើងទៅជីកកំណប់ភ្លាមទៅពួកអាលុបលុនពួកអាល្ងងថ្ងៃនេះពួកឯងត្រូវតែស្លាប់យើងនឹងស៊ីពួកឯងឲ្យណានៃម្ដងអត់ទេមិនអាចទេអាចឆ្កែចចកចង្រៃយោនេះឯងបោកប្រាស់ពួកយើងមែនទេត្រូវហើយពួកឯងល្ងងយ៉ាងនេះលុបលុនយ៉ាងនេះមិនបាច់រស់នៅនាំតែធ្ងន់ផែនដីទេស្លាប់ទៅអត់ទេជួយផងអ្នកណាក៏បានដែរជួយផងរំពេចនោះព្រិញស្វាយគូលែននិងក្រូចពោធិ៍សាត់ក៏ចូលមកដល់ពួកឯងមានរឿងអីហ្នឹងព្រិញជួយពួកយើងផងគឺអាចឆ្កែចចករមល់គុណនេះខ្ញុំនឹង7ខំជួយដោះអន្ទាក់ឲ្យវាតែវាបែរជាចង់ខំស៊ីពួកខ្ញុំយើងនឹងស៊ីពួកឯងគ្រប់គ្នាគ្នាយើងជួយគ្នាបង្ក្រាបឆ្កែចចកនេះភ្លាមទៅឲ្យឆាប់ឡើងតោះអាចឆ្កែចចកចង្រៃឯងស្លាប់ទៅអូយនៅមិនបានទេវើយទៅហើយឆ្កែចចករមិលគុណឈឺចាប់ទ្រាំខ្លួនក៏បាល់ចូលទៅក្នុងព្រៃយ៉ាងលឿនឆ្កែចចកវារត់ទៅបាត់ហើយពេលនេះពួកឯងមានសុវត្ថិភាពហើយគ្នាអរគុណហើយណាសម្លាញ់ឯងនេះចេះតែជួយមិនមើលសោះដឹងទេថាវាជាសត្វសាហាវយ៉ាងណាមកពីអាឆ្កែចចកនោះវាបោកប្រាស់ខ្ញុំវាក៏ហត់ថានឹងនាំខ្ញុំទៅជីកយកកំណប់ខ្ញុំខុសហើយសម្លាញ់រឿងនេះមកពីឯងទាំងពីរលោភលន់ពេកចង់បានជ្រុលពេកពួកឯងត្រូវចាំថាគ្មានរបស់ណាដែលបានមកដោយងាយនោះទេបើចង់មានបានត្រូវខំប្រឹងរកដោយកម្លាំងខ្លួនឯងកុំប្រាថ្នារបស់ដែលបានមកដោយស្រួលពេកភាពលោភលន់វាជាបច្ច័យនាំទៅរកក្តីវិនាសខ្ញុំដឹងខុសហើយសម្លាញ់ខ្ញុំនេះសែល្ងងពេកហើយសូមអរគុណគ្រប់គ្នាម្ដងទៀតដែលបានមកសង្គ្រោះខ្ញុំនឹង7តាន់ពេលប៉ាត់មែនហើយខ្ញុំអរគុណខ្លាំងណាស់បានហើយយើងប្រញាប់ចេញពីទីនេះទៅពេលនេះអ្នកផ្ទះកំពុងតែចាំផ្លូវយើងហូបបាយហើយតមិនត្រូវជគុណសងជីតោភាពលោភលន់ជាបច្ច័យនាំទៅរកសេចក្តីវិនាស
សូមរងចាំទស្សនាវគ្គបន្តហ្វ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន